bà bong bóng dương phía trán lục squall botរបស់ប្របាទអង្គឌួងគឺមានតែ3ព្រះអង្គទេគឺមានតែព្រះបាទនរោត្តមព្រះបាទស៊ីសវត្តនិងព្រះអង្គម្ចាស់ស៊ីវត្ថាតែមែនតែនទៅគឺថាបុត្រាបត្រីរបស់ព្រះបាទអង្គឌួងគឺមានរហូតដល់21អង្គបងប្អូនបាទដោយសារតែលោកមានស្នំច្រើនអង្គមានមហេសីច្រើនអង្គបាទអញ្ចឹងក៏មានកូនច្រើនតាមនឹងដែរអញ្ចឹងមែនតែនតាមអ្វីដែលខ្ញុំបានដឹងពីដូនតាខ្ញុំក៏ដូចជាខ្ញុំបានស្រាវជ្រាវប្រវត្តិសាស្ត្រផងណាគឺថាបុត្រាបត្រីរបស់ព្រះបាទអង្គឌួងមានចំនួន21អង្គបាទគឺមានបុត្រា10អង្គនិងមានបុត្រីចំនួន11ព្រះអង្គបាទអញ្ចឹងមានន័យថារាល់ខ្សែស្រឡាយរាជវង្សទាំងអស់ដែលជាខ្សែស្រឡាយរបស់បុត្រាបត្រីរបស់ព្រះបាទអង្គឌួងដែលមិនបានគ្រងរាជសម្បត្តិណាបងប្អូនណាគឺគេតម្រូវឲ្យប្រើនាមត្រកូលអង្គឌួងអញ្ចឹងបងប្អូនកុំចម្លែកអញ្ចឹងបើសិនជាខ្សែស្រឡាយរបស់ព្រះបាទនរោត្តមដោយសារតែលោកបានឡើងគ្រងរាជអញ្ចឹងកូនចៅតំណក្រោយរបស់ព្រះអង្គគឺគេត្រូវប្រើត្រកូលនរោត្តមបាទដូចគ្នាដែរសម្រាប់កូនចៅតំណក្រោយរបស់ព្រះបាទស៊ីសវត្តដោយសារតែព្រះបាទស៊ីសវត្តលោកបានគ្រងរាជសម្បត្តិបាទអញ្ចឹងមានន័យថាកូនចៅតំណក្រោយរបស់លោកគឺតម្រូវឲ្យមាននាមត្រកូលស៊ីសវត្តដូចគ្នាអញ្ចឹងមានន័យថាកូនចៅតំណក្រោយរបស់បុត្រាបត្រីទាំងប្រមាណទៀតរបស់ព្រះបាទអង្គឌួងដែលលោកមិនបានឡើងគ្រងរាជហ្នឹងគឺគេអត់តម្រូវឲ្យប្រើឈ្មោះបាទរបស់បុត្រាបត្រីព្រះបាទអង្គឌួងនេះទេគឺគេតម្រូវឲ្យប្រើនាមត្រកូលអង្គឌួងតែម្ដងបាទព្រះអង្គមានបងប្អូន3នាក់អង្គឌួងណាស្រីនរៈរាជហ្នឹងបងគេបន្ទាប់មកបានស៊ីសវត្តបានស៊ីសវត្តថាហើយបានចាប់ស្រីនរៈរាជយកទៅបាត់ខាងទីទូហើយសម្លាប់ហើយរួចហើយបាននាំយកនរោត្តមហ្នឹងមកវិញថាព្រះអង្គជាស្រីនរៈរាជអញ្ចឹងបានស្ដេចខ្មែរស៊ីសវត្តថាហ្នឹងមិនព្រមទទួលស្គាល់ព្រោះបងប្អូនគេនៅស្គាល់នេះច្បាស់ហើយអញ្ចឹងបានបារាំងនៅថៃសម្រាប់ស្ដេចហ្នឹងទៅហើយបានខ្មែរមកបងអនរោត្តមឡើងក្រុងរាជបានគេដើរស្វែងរកស៊ីសវត្តហ្នឹងស៊ីសវត្តហ្នឹងកំពុងរែកថាជួយលោកហ្នឹងហើយចាំតែរឿងនេះរឿងអាចកំបាំងហើយបានខ្មែរយើងហ្នឹងលើព្រះអង្គឲ្យឡើងក្រុងរាជអញ្ចឹងនរោត្តមក៏ដាច់ទៅនរោត្តមមិនមែនស្ដេចខ្មែរទេហើយចាប់ពីក្រោយពីទ្រង់មកអង្គឌួងមកចូលមកដល់នរោត្តមមិនមែនជាស្ដេចខ្មែរទេនរោត្តមគឺជាកូនសៀមយួនហើយនឹងបារាំងអ្នកបញ្ជូនមកវាចាប់ស្ដេចខ្មែរស្រីឈ្មោះនរៈរាជហ្នឹងស្រីទេស្ដេចស្រីដល់ពេលវាចាប់ទៅតាំងពីទូចហ្នឹងវាបញ្ជូននរោត្តមមកជាប្រុសហើយព្រះបាទស៊ីសវត្តនីវង្សព្រះអង្គឌួងមានទទួលស្គាល់ណាបងប្អូនគេដឹងអញ្ចឹងវានៅក្រោមពួកអាណានិគមបារាំងត្រួតត្រាយួនសៀមហ្នឹងក៏វាបញ្ជូននរោត្តមមិនមែនស្ដេចខ្មែរទេគឺស្ដេចខ្លាំងខ្លាយទេ